លោកយាយមហាសេដ្ឋីដឹងថាចៅប្រសាកំពុងត្រូវគេធ្វើបាបក្នុងក្រុមហ៊ុនខ្លួនឯងក៏ប្រញាប់នាំអង្គរៈមួយក្រុមមកជួយការពារចៅប្រសាភ្លាមចិញ្ចៀននាងបានពីណាយាយឯងជាអ្នកណាហ៊ានមកសួរខ្ញុំពិតជាមិនដឹងអីមែនស្មានតែខ្លួនឯងជាមនុស្សអស្ចារ្យនាងមិនស្គាល់គាត់ទេអ្នកគ្រប់គ្រងចិត្តអាក្រក់ពិតជាគ្មានភ្នែកមើលមិនស្គាល់លោកយាយនៅចំពោះមុខថាគាត់ជាប្រធានក្រុមហ៊ុនសោះថែមទាំងហ៊ានធ្វើបាបនាងទៀតតាមពិតកាលពីមុននេះនាងនៅតាមផ្លូវឃើញលោកយាយកាយសម្រាមស្មានតែគាត់ជាអ្នករើសអេតចាយនាងចិត្តល្អក៏ប៉ាវគាត់ញ៉ាំអាហារហើយទង្វើនេះបានធ្វើឲ្យលោកយាយមហាសេដ្ឋីពេញចិត្តអត្តចរិតនាងខ្លាំងណាស់សម្រាប់យកនាងជាចៅប្រសាដើម្បីផ្សំគុំនាងនឹងចាប់រស់ព្រឹកថ្ងៃបន្ទាប់លោកយាយបានអញ្ជើញនាងមកលេងវីឡាខ្ញុំទើបតែធ្លាប់ឃើញវីឡាពិតគឺឃើញផ្ទាល់ភ្នែកនឹងណាហានាងពិតជាគួរឲ្យស្រឡាញ់មែនហាលោកយាយមានលុយមិនក៏សន្សំម្លេះយាយខ្វះ50ទៀតគ្រប់ថ្លៃបណ្ណាការហើយថ្លៃប៉ុន្មានទៅអូ100លាននេះឲ្យខ្ញុំមែនការ៉ុតចុះថ្លៃ10រៀលបាន1ថង់ពេញមើលចុះយាយញាត់ឡើងពេញកាដូនេះខ្ញុំចូលចិត្តណាស់យាយក៏មានកាដូឲ្យចៅដែរចាំយាយឲ្យមើលតោះបន្ទាប់មកក៏ឃើញអ្នកបម្រើរុញកាដូថ្លៃជាច្រើនមករីករាយបម្រើអ្នកនាងឆាប់រើសរបស់ដែលចូលចិត្តទៅតែពេលនាងឃើញតម្លៃភ្លាមក៏បដិសេធភ្លាមនាងថាវាមានតម្លៃពេកហើយសុំដូរយកមួយផ្សេងវិញចុះបើប្រគល់ចៅប្រុសយាយល្អតាត្រូវតែរើសមួយបើមិនអញ្ចឹងទេគឺមើងងាយយាយហើយចិញ្ចៀនមួយនេះពណ៌ក្រហមប្រហែលជាមិនសូវថ្លៃទេក្នុងផ្ទះនេះប្រហែលអានឹងថោកជាងគេហើយមែនហើយខ្ញុំពិតជាឆ្លាតមែនលោកយាយឲ្យចិញ្ចៀននេះមកខ្ញុំបានទេបើចូលចិត្តយកទៅចុះតែនាងមិនដឹងទេថាចិញ្ចៀននេះតំណាងឲ្យប្រពន្ធអគ្គនាយកពាក់ឲ្យដោះមិនបានទេពេលលោកយាយកំពុងសប្បាយចិត្តគិតថានាងព្រមធ្វើចៅប្រសាតែតាមពិតការពីម្សិលមិញនាងបានរៀបការដោយចៃដន្យជាមួយចៅប្រុសគាត់បាត់ទៅហើយពួកគេជាប្តីប្រពន្ធស្របច្បាប់តែអគ្គនាយកបារម្ភថានាងឋានៈទាបលោកយាយមិនព្រមទទួលយកក៏មិនទាន់ប្រាប់រឿងរៀបការនេះទៅលោកយាយដែរដោយសារតែពួកគេរៀបការរហ័សនាងក៏មិនបានដឹងថាប្តីដែលទើបរៀបការនោះគឺជាអគ្គនាយកលានដុល្លារនោះទេរហូតដល់ថ្ងៃមួយនាងមកសម្ភាសជាអ្នកអនាម័យមិននឹកស្មានថាពេលចាំចិនដាយុនជួបប្តីដែលទើបរៀបការសោះលោកអគ្គនាយកល្អណាស់ពេលនាងកំពុងតែញឹងឆ្ងល់នាងស្ទើរតែមិនជឿតតែសោះប្តីរៀបការរហ័សជាអគ្គនាយកមិនទាន់ទាំងបានគិតផងគាត់ក៏ទាញនាងចូលចិនដាយុនផ្ទាល់ខ្លួនលោកពិតជាអគ្គនាយកក្រុមហ៊ុនមែនច្បាស់យ៉ាងនេះទើបមើលដឹងនាងមកក្រុមហ៊ុនខ្ញុំធ្វើអីខ្ញុំមកសម្ភាសការងារអីចង់ឲ្យខ្ញុំជួយប្រាប់គេឲ្យទេឲ្យគេដឹងថាខ្ញុំមកធ្វើការឬមិនខ្មាស់គេទេអត់ទេខ្ញុំពឹងសមត្ថភាពខ្លួនឯងអញ្ចឹងហើយនាងក៏ជាប់សម្ភាសតែពេលផ្លាស់សម្លៀកបំពាក់នាងក៏ស្រាប់តែឃើញថាបងប្អូនជីដូនមួយក៏ធ្វើការទីនេះនាងបងជីដូនមួយនោះកាច់ណាស់អាងខ្លួនមានតំណែងខ្ពស់ក៏ខ្លាញ់ទម្លាក់ការងារច្រើនឲ្យនាងពេលនាងកំពុងរវល់មិនឈប់យកកាហ្វេឲ្យមិត្តរួមការងារអគ្គនាយកក៏ដើរមកដល់ដើម្បីដេញនាងចេញពីក្រុមហ៊ុននាងក៏ខ្លាញ់បុកកែវកាហ្វេនោះពេលកាហ្វេចិត្តកំពុបលើអគ្គនាយកនាងក៏រហ័សខ្លួនទាញកាហ្វេមកកំពុបលើខ្លួនឯងវិញសេះហើយនាងតូចលោកអគ្គនាយកស្អប់អ្នកបង្កបញ្ហាណាស់ធ្វើការមិនប្រយ័ត្នល្ងងមែនគ្រាន់តែចាក់កាហ្វេសោះមានរឿងនាងអាចធ្វើអីបានទៅខ្ញុំឃើញនាងក្រទើបណែនាំការងារឲ្យនាងតបស្នងខ្ញុំបែបនេះឬគឺបងបុកខ្ញុំតាខ្ញុំបុកនាងឈមមិននឹងខ្លួនឯងនាងឯងលោកអគ្គនាយកនេះជាប្អូនខ្ញុំលឺថាខ្ញុំធ្វើការនៅទីនេះក៏ចេះចង់ធ្វើការនៅទីនេះដែរបើលោកខឹងមែនខ្ញុំនឹងដេញនាងចេញឥឡូវនេះលោកអគ្គនាយកលោករវល់ណាស់លោកគ្មានអីចង់និយាយទេអាវនេះខ្ញុំនឹងបោកឲ្យស្អាតសងវិញបងវ៉ាញយីម្សិលមិញបងទៅកម្មវិធីជប់លៀងលោកប្រធានក៏នៅទីនោះដែរបែបនេះរាប់ថាបានជួបចាស់ទុំទេកុំនិយាយផ្ដេសផ្ដាសត្រឹមជាការងារទេប៉ុន្តែលោកយាយពិតជាល្អចំពោះខ្ញុំមែន
ហើយលោកយាយយ៉ាងស្និទ្ធមើលទៅពួកយើងត្រូវបដូរការហើយហៅថាលោកជំទាវអគ្គនាយកសួស្ដីលោកជំទាវហាហាយីសាំងនាងនៅឲ្យឆ្ងាយពីពួកយើងបន្តិចទៅហេតុអីទៅព្រោះបងវ៉ាន់យីចិត្តខ្លាយជាលោកជំទាវហើយនាងកុំមកធ្វើជាជនទី3ឲ្យសោះមិនក៏ខ្ញុំមិនដែលឮសោះអញ្ចឹងអគ្គនាយករៀបការចាំបាច់ត្រូវប្រាប់អ្នកអនាម័យដូចនាងដែរអ្នកខ្លះធ្វើជាអ្នកអនាម័យផ្ទាល់ខ្លួនអគ្គនាយកគិតថាអាចខ្លាយជាម្ចាស់ការបានប្រហែលជាភ្លេចមើលឋានៈខ្លួនឯងហើយខ្ញុំកម្ពស់ 1.512 ទម្ងន់49គីឡូអរគុណដែលបារម្ភយីសាំងនាងខ្ញុំដឹងថានាងមានចិត្តលើអគ្គនាយកប៉ុន្តែនាងពិតជាមិនស័ក្តិសមទេក្នុងកម្មវិធីជប់លៀងយប់មិញខ្ញុំនិងអគ្គនាយកបានជួបចាស់ទុំហើយយប់មិញគាត់មិនបានទៅកម្មវិធីផងនាងថាគាត់មិនបានទៅកម្មវិធីជប់លៀងចុះនាងប្រាប់មើលថាគាត់នៅណាគាត់ខ្ញុំមិនអាចនិយាយបានទេថាគាត់នៅជាមួយខ្ញុំរហូតនោះរោគនឹកកុហកលែងចេញហើយមែនទេដោយសារតែច្រណែនបងវ៉ាន់យីទើបនិយាយពាក្យល្ងងខ្លៅបែបនេះពិតជាគួរឲ្យអាណិតមែនចាំនាងធ្វើជាលោកជំទាវសិនចាំដេញខ្ញុំចេញបានហើយកុំនិយាយទៀតបងវ៉ាន់យីមួយនេះមិនមែនជាចិញ្ចៀនប្រពន្ធអគ្គនាយកទេដឹងពិតជាមិននឹកស្មានសោះថាថ្ងៃមួយពួកយើងអាចឃើញរបស់ពិតនេះលោកយាយឲ្យខ្ញុំផ្ទាល់ដៃលោកប្រធានពិតជាល្អចំពោះបងមែនសិតកុំមកទៅពេកខ្ញុំមិនចង់ឲ្យគេដឹងច្រើនទេបងវ៉ាន់យីបើបងបានចូលត្រកូលអភិជនកុំភ្លេចមិត្តរួមការងារចាស់ណាប្រកាសហើយអូខ្ញុំក៏មានមួយដែរហាដូចជាស្រដៀងគ្នាមែនតើខ្ញុំធ្លាប់ឃើញក្នុងទូរទស្សន៍ខាងក្នុងចិញ្ចៀនត្រកូលហ្វេងគឺមានឆ្លាក់អក្សរសេនមួយម៉ាត់មិនអាចទេស្មានតែឆ្លាក់អក្សរលើចិញ្ចៀនគឺមានរឿងពាក់ព័ន្ធជាមួយគ្រួសារសេងនោះបងវ៉ាន់យីចិញ្ចៀននេះលោកប្រធានឲ្យផ្ទាល់ដៃជាចិញ្ចៀនតំណាងឲ្យប្រពន្ធអគ្គនាយកកុំយករបស់คล้ายៗមកប្រៀបធៀបបើមិនជឿឲ្យគាត់ដោះមកមើលទៅប្រកាសជាមានអក្សរសេនហើយអូមិនក៏គ្មានអញ្ចឹងរូបភាពក្នុងទូរទស្សន៍ក៏មិនប្រកាសថាពិតដែរចិញ្ចៀនរបស់គ្រួសារសេងមិនដែលបង្ហាញជាសាធារណៈទេមែនទេចិញ្ចៀនពិតគឺគ្មានអក្សរសេនទេតែនាងមិនដឹងធ្វើរបស់คล้ายៗចង់បន្លំជាប្រពន្ធអគ្គនាយកមិននឹកស្មានថាត្រូវពួកយើងចាប់បានមែនហើយយីសាំងនាងពិតជាមានចិត្តអាក្រក់មែនបើលោកយាយមិនឲ្យចិញ្ចៀននេះមកខ្ញុំទេប្រហែលជានាងអាចបោកគេបានហើយចិញ្ចៀននេះលោកយាយជាអ្នកឲ្យខ្ញុំផ្ទាល់បិទមាត់ទៅនាងមានសិទ្ធិអីហៅគាត់ថាយាយហេះនាងនឹងធ្លាប់ទៅភូមិគ្រឹះគ្រួសារសេងសំបីបងវ៉ាន់យីក៏គ្មានសិទ្ធិទៅផងនាងហ៊ាននិយាយពោលបែបនេះផងទំនាក់ទំនងខ្ញុំនិងលោកប្រធានមិនបាច់ប្រាប់អ្នកទេលោកអគ្គនាយកស្អប់បំផុតគឺការកុហកនាងរកជើងក្បាច់ខ្លួនឯងហើយមនុស្សបបប្រាស់ដូចជានាងមិនស័ក្តិសមនៅក្រុមហ៊ុននេះទេសំបីតែដំណើររបស់អគ្គនាយកក៏ហ៊ានប្រឌិតបងវ៉ាន់យីពួកយើងដេញនាងចេញទៅអ្នកណាហ៊ានប៉ះនាងអគ្គនាយកនាងនេះនិយាយកុហកពូកែណាស់អំបញ្ញមិញនាងថាលោកមិនបានទៅជប់លៀងទេមនុស្សបែបនេះត្រូវតែដេញចេញពីក្រុមហ៊ុនយើងតែងតែឲ្យតម្លៃលើអត្តចរិតបើលោកអគ្គនាយកមិនដេញនាងចេញទេខ្លាចថាមិនអាចឲ្យគេគោរពបានម៉េចនាងប្រកាសថានាងកុហកខ្ញុំហ៊ានធានាដោយការងាររបស់ខ្ញុំបើសាងនាងមិនបានកុហកទេខ្ញុំស្ម័គ្រចិត្តលាឈប់ពីក្រុមហ៊ុនយប់មិញខ្ញុំពិតជាមិនបានទៅជប់លៀងមែនតើយប់មិញខ្ញុំនៅជាមួយសាងនាងស្អីគេខ្ញុំប្រាប់តាំងពីដើមថាមិនចង់តវ៉ាទេតែអ្នកនៅតែបង្ករឿងបែបនេះធ្វើបែបនេះដើម្បីអីបងវ៉ាន់យីបងមិនអាចទុកខ្ញុំចោលទេពាក្យទាំងនេះបងជាអ្នកឲ្យខ្ញុំនិយាយទេនាងកុំនិយាយផ្ដេសផ្ដាសខ្ញុំមិនដែលនិយាយពាក្យបែបនេះទេទាំងអស់នេះនាងជាអ្នកទីខ្លួនឯងនាងផ្នែកហិរញ្ញវត្ថុទូទាត់ប្រាក់ខែឲ្យនាងទៅនាងអាចទៅបានហើយខ្ញុំមិនអាចបាត់បង់ការងារនេះទេសូមអគ្គនាយកលើកលែងឲ្យខ្ញុំម្ដងទៅមានពាក្យមួយនាងនិយាយត្រូវក្រុមហ៊ុនយើងតែងតែឲ្យតម្លៃលើអត្តចរិតនាងពិតជាមិនស័ក្តិសមនឹងស្តង់ដារយើងមែនចុះសាំងនាងវិញនាងលួចធ្វើចិញ្ចៀនប្រពន្ធអគ្គនាយកคล้ายៗថែមទាំងប្រាប់ថាជាលោកប្រធានអ្នកឲ្យទៀតអ្នកណាដឹងថានាងបន្លំចិញ្ចៀនដើម្បីអីនាងជាអ្នកបោកប្រាស់មិនត្រឹមតែត្រូវដេញចេញទេត្រូវបញ្ជូននាងទៅជាប់គុកទៀតនេះជាចិញ្ចៀនលោកប្រធានឲ្យវ៉ាន់យីមួយនេះទើបជារបស់ពិតអញ្ចឹងមួយនៅលើដៃសាំងនាងប្រកាសជាคล้ายនាងនឹងហើយដែលលោកយាយនិយាយនោះមែនហើយអគ្គនាយកខ្ញុំពិតជាធ្លាប់ជួបលោកយាយពីរបីដងមែនអគ្គនាយកចិញ្ចៀននេះមានតែមួយទេ
មែនហើយប៉ុន្តែចិញ្ចៀននេះជាបណ្ណាការលោកយាយទុកឲ្យតែកូនស្រីមិនឲ្យកូនប្រុសទេសូម្បីតែខ្ញុំក៏មិនមានសិទ្ធិបានផងអញ្ចឹងរបស់នាងប្រកាសជាคล้ายលោកមានសិទ្ធិអីមកនិយាយបែបនេះព្រោះថារបស់ពិតនៅនឹងខ្ញុំនេះលោកប្រធានជាអ្នកឲ្យខ្ញុំផ្ទាល់នាងកុំអាងថាលោកប្រធានមិននៅចេះតែនិយាយផ្ដេសផ្ដាសខ្ញុំអាចទៅទល់មុខលោកប្រធានបាននាងហ៊ានទេនាងមិនហ៊ានទេមែនទេហេនាងគ្រាន់តែឆ្លៀតឱកាសចង់ជួបលោកប្រធានប៉ុណ្ណោះខ្ញុំមានភារកិច្ចអីត្រូវនាំនាងទៅជួបគាត់នាងមានសិទ្ធិអីសុំជួបគាត់អ្នកណាចង់ជួបខ្ញុំហាយ